ยยังปีสิบปีทานฉลองคือฉลองแต่บ้านย้ำกันร้อนก็คือกันร้อนแต่บ้านด้วยแต่គ្នានឹងឯងย้ำការกันร้อนទៅในឆ្នាំដែលមានការប្រព្រឹត្តទៅជាប្រកបដោយย้ำឃើញឃើញការกันร้อนទៅในឆ្នាំย้ำกันร้อนទៅជារឿយៗនឹងឯងย้ำហើយដល់ពេលយើងមិនបានទេមិនបានពិចារណាដោយថាមិនក៏កន្លងទៅយ៉ាងលឿនណាញ៉ឹមលឿនណាស់ណាញ៉ឹមមួយឆ្នាំទៅហ្នឹងហើយធ្លាប់ជួបមកប្រហែលនេះឥឡូវឆ្លងឆ្នាំទៀតហើយញ៉ឹមយើងបើយើងអត់បានខ្វល់ពីពេលវេលាញ៉ឹមលឿនមែនទេញ៉ឹមបើយើងរងទន្ទឹងរងចាំនៅអ្វីមួយហ្នឹងវាធ្វើឲ្យយើងហ្នឹងមានសភាពថាមិនក៏យូរវលែញ៉ឹមអញ្ចឹងណាយូររហូតដល់តែយើងហ្នឹងរងចាំមិនបានទេញ៉ឹមដល់ទៅពេលយើងមិនបានទន្ទឹងគិតតែរៀនគិតតែញ៉ឹមគិតតែរៀនគិតតែបដិបត្តិធម៌ក្នុងរយៈពេលដែលកន្លងទៅលឿនមែនទេញ៉ឹមលឿនរហូតដល់តែយើងមិននឹកស្មានដែរមួយឆ្នាំបាត់ហើយញ៉ឹមផុតលិចផុតកើតហ្នឹងវ័យកាន់តែជរាទៅវិញណាបើយើងនិយាយពីរឿងសុខភាពថាម៉េចក៏មានការជរាទៅញ៉ឹមពេលវេលាហ្នឹងវាអត់រងចាំយើងទៅញ៉ឹមរវល់តែប្រកបមុខរបរផ្សេងៗទៅមិនបានគិតអំពីអីចឹងទៅដល់ពេលវេលាក៏កន្លងទៅនឹង20ឆ្នាំបាទ30ឆ្នាំ50ឆ្នាំបាទញ៉ឹមហើយដល់ពេលយើងមកពិចារណាអត់មានបានអីទេញ៉ឹមកន្លងទៅអស់50ឆ្នាំ20ឆ្នាំអត់មានបានអីទេអញ្ចឹងមានត្រឹមតែជរានឹងឯងដែលដឹងថាសភាពនៅក្នុងការកន្លងទៅនឹងបានអីអត់មួយឆ្នាំ2ឆ្នាំកន្លងទៅរហូតដល់បច្ចុប្បន្នហ្នឹងមានតែជរាវាអត់បានអីក្រៅពីជរាតែប៉ុណ្្នឹងឯងហ្នឹងអាហ្នឹងគាត់តែយើងនិយាយពីរឿងសភាពមិនក៏យើងអាចដឹងអាចកំណត់ដឹងនៅខ្លួនឯងដឹងថាសភាពជរានឹងវាកំពុងតែមកដល់កំពុងតែកើតឡើងជាមួយយើងអញ្ចឹងអ្វីដែលប្រសើរបំផុតហ្នឹងគឺបានឱកាសរៀនធម៌ញឹមរៀនធម៌ស្ដាប់ធម៌ហ្នឹងវាឱកាសល្អប្រសើរមែនទេញឹមហើយមិនដឹងថាតទៅមុខទៀតហ្នឹងយើងអាចរៀនបានញឹមខ្លាចប្រទេសយើងនឹងកំពុងតែមានការវឹកវរគ្រប់កន្លែងអញ្ចឹងទៅធ្វើឲ្យយើងនឹងពិបាកនៅក្នុងអីញឹមនៅក្នុងការរៀនសូត្រមែនទេអញ្ចឹងណាមិនយើងមិនចង់រៀនញឹមដល់ពេលប្រទេសដែលកំពុងតែមានការវឹកវរដោយអ្វីផ្សេងអញ្ចឹងទៅយើងចង់រៀនចង់បដិបត្តិចង់សង្ងំជាសុខក៏អត់សុខដែរញឹមដឹងណាដឹងថាបើប្រទេសនឹងកំពុងតែមានការវឹកវរដោយអ្វីផ្សេងយើងចង់នៅដោយញឹមចង់នៅដោយឯករាជ្យមិនមានការពាក់ព័ន្ធនឹងអ្វីផ្សេងទៅអត់រួចទេចឹងវាត្រូវតែមានការចូលទៅនៅក្នុងការពាក់ព័ន្ធនៅរឿងដែលយើងមិននឹកស្មាននេះក៏នឹងជាការបញ្ញត្តិស្មារតីថាឱកាសល្អពេលវេលាល្អហើយពេលនេះញឹមមានការស្ងប់ទៅវិញចឹងទៅអ្នកចិត្តខាងគេក៏មានការចេញទៅរកផ្ទះសម្បែងឡើងវិញញឹមហើយចេញទៅផ្ទះសម្បែងហ្នឹងក៏មិនតាន់មានទេញឹមក៏មិនតាន់មានសុវត្ថិភាពទាំងស្រុងទេទៅនឹងចេះទៅអត់មានគេញឹមអត់មានទ្រព្យអីគេទៅចុះក្នុងរយៈពេលប៉ុន្មានចិត្តកន្លះខែជាងដែរហ្នឹងហើយមានចំណូលណាចូលត្រូវបំផ្លាញតិចអស់ចឹងទៅសម្រាប់អ្នកដែលគេចេញមកអំពីកន្លែងតំបន់ដែលក្តៅចឹងណានឹងហើយនឹងគាត់ជាការរៀបរាប់ប្រាប់ពីខាងដើមថាវាមិនតាន់មានឱកាសមិនតាន់មានឱកាសនៅក្នុងការបៀតបៀនយើងនឹងទាំងស្រុងទេតែយើងមានឱកាសនៅក្នុងការរៀនធម៌សិក្សាធម៌ហើយយើងខំព្យាយាមបន្តទៅយ៉ាងម៉េចដែរញឹមចឹងការសិក្សារបស់យើងឃើញអំពីបុគ្គលដែលមកបដិសន្ធិនៅក្នុងទីណាដោយចិត្តមានប្រមាណមានប្រមាណដួងហ្នឹងយើងបានស្គាល់ហើយយើងបានដឹងញឹមតែចិត្តនឹងវាមានសម្រាប់បុគ្គលនឹងអត់ញឹមអញ្ចឹងដូចថានៅក្នុងបុគ្គលដែលជាតិហេតុកៈបុគ្គលញឹមបុគ្គលជាតិហេតុកៈគឺនៅបុថុជនហើយបុថុជននឹងចិត្តដែលត្រូវកើតឡើងនឹងគឺមានចំនួនប៉ុន្មានញឹមអកុសលទាំង12នោះមានទាំងអស់ញឹមលោភៈទោសៈមោហៈនឹងគឺមានញឹមចិត្តទាំងអស់ហ្នឹងវាអត់តាន់អស់ទេញឹមយើងនឹងរាល់ថ្ងៃនេះគឺមានទាំង12ញឹម12ដួលនេះឯងដែលជាឫសគល់ញ៉ាំងសត្វទាំងឡាយនឹងឲ្យស្ថិតនៅក្នុងវត្តដាក់ហ្នឹងឯងចឹងញឹមចំនួននៃចិត្តមានតែ12ដួងញឹមវាជាឫសគល់ដើម្បីញឹមដើម្បីកើតឲ្យចេញជាពូជហ្នឹងឯងចេញជាពូជនៅក្នុងវត្តដាក់ហ្នឹងគ្រប់ជាតិដឹងអត់ញឹមដឹងឫសគល់នៅក្នុងការឲ្យយើងនឹងមានសេចក្តីទុក្ខឲ្យមានការកើតហ្នឹងគឺអកុសលចិត្ត12ដួងហ្នឹងឯងញ៉ាំងសត្វនឹងឲ្យកើតគ្រប់ជាតិនឹងឯងកើតណាអត្តភាពផ្សេងដោយសារតែមានអកុសលទាំង12ពេលណាដែលយើងបានជីករំលើនៅអកុសលទាំង12ហើយឱកាសនៅក្នុងការកើតទៀតវាចាប់ផ្ដើមបន្ថយញឹមអញ្ចឹងដូចជាសោតតានឹងពេលដែលបានជីករំលើនៃអកុសលនឹងអស់ខ្លះហើយលោកនៅសល់ត្រឹមតែខ្ញុំអត្តភាពព្រមតែ7អត្តភាពទៀតទេអញ្ចឹងពេលណាដែលយើងមិនតាន់ជីករំលើនៅអកុសលមិនតាន់បានប្រហារនៅអកុសលនឹងទេអត្តភាពដែលត្រូវបន្តនៅក្នុងវត្តដាក់ហ្នឹង
មានដរាបហ្នឹងហើយអញ្ចឹងយើងពិចារណាអំពីចិត្តរបស់យើងណាតួរបស់អកុសលដែលស្ថិតនៅក្នុងខណ្ឌសន្តានហ្នឹងមានណាខ្ញុំហើយរាល់ថ្ងៃហ្នឹងចិត្តហ្នឹងវាចេះតែស្ទុះឡើងខ្ញុំពេលដែលអត់មានធម៌វាស្ទុះឡើងពេលដែលមានធម៌ទៅក៏វាក្រាបឡើងទៅវិញខ្ញុំធម៌ដែលជាកុសលមិនមែនធម៌ជាអកុសលខ្ញុំពេលដែលយើងមានធម៌ជាកុសលចឹងទៅចិត្តដែលជាអកុសលក៏មានសភាពរងាប់ទៅវិញនឹងដោយងាយស្រួលចឹងខ្ញុំយើងឃើញបកគលមួយចំនួនអត់មានធម៌ទៅខ្ញុំដល់ទៅពេលវាកើតឡើងទៅវាធ្វើឲ្យចិត្តនឹងស្ទុះទៅរកការបៀតបៀនគ្នាទៅវិញទៅមកហ្នឹងគឺជាចំនួននៃចិត្តដែលគួរកើតនៅក្នុងទីហ្នឹងមហាកុសលក៏មានអហេតុកៈអីក៏មានដែរអញ្ចឹងខ្ញុំខំប្រឹងប្រែងរៀនសូត្រទៅដើម្បីឲ្យបានយល់បានជ្រាបនៅក្នុងទីហ្នឹងនេះក៏ជាការពរនីខ្ញុំពរនីនៅក្នុងទីហ្នឹងឲ្យបានយល់បានដឹងទាំងអស់គ្នាទៅខ្ញុំប្រឹងប្រែងសិក្សារៀនសូត្រទៅនេះហើយនៅក្នុងសភាពខ្ញុំនៅក្នុងសោតាបណ្ណបុគ្គលសក្កទានឹងអញ្ចឹងចំពោះសោតានិងសក្កទាចិត្តដែលត្រូវកើតឡើងនៅក្នុងទីហ្នឹងមានចំនួនចិត្តប្រមាណហើយយើងត្រូវដឹងថាចិត្តដែលត្រូវកើតចំពោះសោតានិងសក្កទាហ្នឹងសរុបទាំងអស់ទៅគឺមានចំនួន50ហ្នឹងឯងហើយចំនួន50ហ្នឹងបានដល់ចិត្តណាចិត្តដែលគួរកើតចិត្តដែលមិនគួរកើតហ្នឹងយើងអាចឃើញនៅខ្លួនឯងយើងអាចដឹងនៅខ្លួនឯងអញ្ចឹងណាយ៉ាងម៉េចដែរខ្ញុំពេលដែលយើងបានសិក្សាហ្នឹងកាន់តែច្បាស់ខ្ញុំដឹងចំនួននៃចិត្តនឹងគួរកើតឡើងហើយចិត្តខ្លះដែលមិនកើតឡើងក៏យើងអាចកំណត់បានខ្ញុំដែលកើតឡើងហើយអាចកំណត់បានទៀតចឹងសង្ឃឹមថាញោមអាចទទួលនៅក្នុងទីហ្នឹងបានដោយខ្ញុំបានដោយងាយស្រួលហើយមានសភាពលំបាកឬក៏មិនលំបាកនេះក៏ជាការមកអាសិកានេះបាក់ទេហ្នឹងហើយចឹងចំណាំខ្ញុំយល់ហើយខ្ញុំចាំនៅក្នុងចំនួននៃចិត្តទាំងអស់គ្នាខ្ញុំនិយាយពីរឿងបកគលណាបកគលទាំងអស់មានប៉ុន្មានដែរខ្ញុំនេះបកគលទាំងអស់មានប៉ុន្មានមាន12បើមាន12ពួកណាខ្ញុំ12ពួកនៃបកគលហ្នឹងណាហើយបកគលអ្វីយើងបានដឹងទាំងអស់ហើយខ្ញុំក្នុងបកគលមួយហ្នឹងមានខ្ញុំមានសភាពខុសគ្នាឬក៏ដូចគ្នាខ្ញុំអញ្ចឹងណាខុសគ្នាលោកខុសគ្នាខ្ញុំអញ្ចឹងពេលដែលយើងបានដឹងថាខ្ញុំដល់ទៅពេលយើងបានដឹងអញ្ចឹងទៅការបដិសន្ធិខុសគ្នាខ្ញុំដូចនៅក្នុងការកើតមកជាសត្វដេរឆានសិតតែនៅក្នុងទុក្ខតិណាទុក្ខតិអហេតុកៈបុគ្គលនឹងឯងខ្ញុំដែលបានអត្តភាពជាសត្វដេរឆានអ្នកខ្លះហ្នឹងអត្តភាពជាខ្ញុំអត្តភាពអីផ្សេងក្រៅអំពីដេរឆានអញ្ចឹងទៅក៏ឃើញខ្ញុំអញ្ចឹងដល់ទៅពេលយើងសិក្សាទៅយើងឃើញអំពីអត្តភាពរបស់សត្វដែលកំពុងប្រព្រឹត្តនៅក្នុងទីនឹងឯងខ្ញុំខុសគ្នាអញ្ចឹងមិនដូចគ្នាទេខ្ញុំណាពេលដែលយើងរៀនទៅយើងអាចចាប់បានអញ្ចឹងអាចយល់បានអញ្ចឹងចាប់ពេលដែលយើងមិនបានសិក្សាយើងគិតថាអត្តភាពទាំងអស់ហ្នឹងដូចគ្នាទាំងអស់ហ្នឹងអញ្ចឹងខ្ញុំនេះក៏ជាការលើកឲ្យយើងឃើញថាបុគ្គលមួយចំនួនហ្នឹងដូចជាសោតាសក្កទាហ្នឹងចិត្តដែលត្រូវកើតឡើងគឺមានចំនួនត្រឹមតែប្រមាណត្រឹមតែ50នឹងឯងខ្ញុំមាននៅក្នុងចិត្តណាខ្លះដែលយើងពរនាមពីម្សិលមិញខ្ញុំចាំខ្ញុំយើងចាំយើងដឹងហើយសភាពនៅក្នុងអនាគាមីបុគ្គលខ្ញុំអនាគាមីបុគ្គលចិត្តដែលត្រូវកើតឡើងនៅក្នុងទីហ្នឹងមានត្រឹមតែ48ទេខ្ញុំចិត្តដែលគួរកើតឡើងចំពោះអនាគាមីបុគ្គលហ្នឹងត្រឹមតែ48អញ្ចឹងយើងអាចស្វែងរកទៅឃើញអំពីចិត្តហ្នឹងដកចិត្តណាខ្ញុំចិត្តណាដែលមិនគួរកើតចិត្តណាដែលគួរកើតហើយវារលត់ទៅវិញខ្ញុំអញ្ចឹងហើយបើពេលរលត់ទៅវិញហើយវាអត់ត្រូវបន្តនៅក្នុងទីហ្នឹងឯងដូចយើងដល់ថ្ងៃហ្នឹងខ្ញុំយើងបើយើងមិនបានពរនីអំពីសភាពនៅក្នុងចិត្តដែលកំពុងតែប្រព្រឹត្តទៅរាល់ថ្ងៃមិនដឹងថាចិត្តអីទេចេះដល់ខ្ញុំដឹងដែរដឹងថាចិត្តហ្នឹងគឺការដឹងខ្ញុំចិត្តលោភៈចិត្តទោសៈដឹងដែរខ្ញុំតែវាដឹងថាវាកើតនៅក្នុងពេលណាវារលត់ទៅវិញពេលណាដែលយើងដែរដឹងណាអញ្ចឹងបាទសក់សេញហ៊ុនពេលដែលវាកើតយើងអាចដឹងអត់ខ្ញុំណាពេលដែលយើងមិនបានបើដល់ពេលយើងអត់បានរៀនបើអត់ដឹងទេហើយដល់ពេលវារលត់ទៅវិញដឹងអត់ខ្ញុំអត់ដឹងដែរណាអាការកើតក៏មិនដឹងអាការរលត់ទៅវិញក៏អត់ដឹងដល់ពេលយើងបានសិក្សាយើងដឹងថាខ្ញុំពេលហ្នឹងកំពុងតែមានលោភៈកើតឡើងដល់សារទៅជួបអារម្មណ៍ល្អខ្ញុំអារម្មណ៍ដែលជាទីប្រាថ្នាអារម្មណ៍ដែលខ្ញុំដែលត្រេកអរនៅក្នុងពេលហ្នឹងហើយអញ្ចឹងវាធ្វើឲ្យយើងនឹងប្រព្រឹត្តទៅនៅក្នុងនៅក្នុងលោភៈហើយអញ្ចឹងសភាពលោភៈដែលកើតឡើងហើយវាអាចថិតថេរខ្ញុំវាអាចតាំងនៅរហូតអត់ទេអញ្ចឹងសភាពនៅក្នុងចិត្តដែលត្រូវកើតឡើងហើយវាមិនអាចតាំងថិតថេរនៅក្នុងទីនឹងរហូតទេខ្ញុំវាមានការរលត់ទៅយ៉ាងធម្មតានៅក្នុងសភាពទាំងអស់ហ្នឹងឯងនេះក៏ជាការលើកឲ្យយើងបានយល់បានដឹងនៅក្នុងទីនេះ
ពេលដែលយើងមិនបានសិក្សាយើងគិតថាចិត្តហ្នឹងវាអាចអាចនៅរហូតដល់មើលទៅនៅក្នុងទីហ្នឹងណាមិនអាចទេអញ្ចឹងមិនអាចតាំងនៅក្នុងទីហ្នឹងបានទេវានឹងរលត់នៅក្នុងពេលណាមួយនៅសំគួរក្នុងគណៈកើតដែរក្នុងគណៈតាំងគឺតាំងដែរនៅក្នុងការរលត់ទៅវិញហ្នឹងក៏មានការរលត់ដែរតែយើងអត់ដែលបានដឹងដល់ពេលយើងមករៀនធម៌យើងដឹងថាក្នុងគណៈដែលកើតហ្នឹងវាមិនលើសអំពីមួយគណៈមួយគណៈនៅក្នុងការកើតហើយក៏រលត់ទៅវិញហើយវាកើតឡើងម្ដងទៀតរលត់ហើយវាកើតឡើងម្ដងទៀតកើតគ្រប់គណៈហ្នឹងរហូតដល់ធ្វើឲ្យយើងហ្នឹងពិបាកនៅក្នុងការតាមដានអញ្ចឹងនៅក្នុងពេលហ្នឹងការកើតឡើងនៃចិត្តហ្នឹងហើយសភាពនៅក្នុងសភាពនៅក្នុងអរិយបុគ្គលអញ្ចឹងនៅក្នុងអរហន្តបុគ្គលនឹងចិត្តដែលគួរកើតឡើងនឹងមានប្រមាណមានត្រឹមតែ44នឹងឯង44នៅក្នុងទីហ្នឹងចាស់នៅក្នុងដោយមិនសមយើងពោលអំពីព្រំបុគ្គលព្រំបុគ្គលមានចំនួនចិត្តប្រមាណចំនួនចិត្ត7មានមានភូមិ7ដួងភូមិ7ដួងហ្នឹងចិត្តដែលត្រូវកើតនៅក្នុងទីហ្នឹងបានប៉ុន្មាន39អញ្ចឹងអញ្ចឹងនិយាយថាចិត្តដែលត្រូវកើតនៅក្នុងទីហ្នឹងមានចំនួនប្រមាណមានចំនួនហ្នឹង39ត្រូវកើតនៅក្នុងភូមិបានភូមិប្រមាណបានដល់ភូមិ7ភូមិមាននៅក្នុងបឋមជាតិបឋមជាតិភូមិតតិយជាតិភូមិនិងចតុតជាតិភូមិអញ្ចឹងមានន័យថាចិត្តដែលត្រូវចិត្តដែលត្រូវទៅបដិសន្ធិនៅក្នុងទីហ្នឹងគឺមានចំនួន39បានដល់ចិត្តណាខ្លះចិត្តចឹងនិយាយថាបុគ្គលទៅកើតនៅក្នុងទីហ្នឹងហើយចិត្តទាំង39ហ្នឹងត្រូវមាននៅក្នុងភូមិហ្នឹងបុគ្គលទៅបដិសន្ធិទាំងអស់ហ្នឹងចិត្តហ្នឹងត្រូវមាននៅក្នុងភូមិហ្នឹងចិត្ត39ហ្នឹងណាអត់មានលើសពីហ្នឹងទេចិត្តដែលមានការកើតឡើងនៅក្នុងទីហ្នឹង39ហ្នឹងត្រូវមាននៅក្នុងភូមិហ្នឹងជាប្រកដីភូមិដែលយើងបានពោលជាបឋមជាតិតតិយជាតិនិងចតុតជាតិហ្នឹងត្រូវមាននៅក្នុងទីហ្នឹងហើយមានហើយយ៉ាងម៉េចមានហើយគឺការប្រព្រឹត្តទៅសង្ងំនៅក្នុងទីហ្នឹងឯងណាអ្នកដែលទៅកើតនៅក្នុងទីហ្នឹងដោយបឋមជាវិបាកចតុតជាវិបាកនិងបញ្ចមជាអញ្ចឹងចិត្តដែលត្រូវទៅកើតនៅក្នុងទីហ្នឹងទៅកើតហ្នឹងកើតដោយសារវិបាកនេះវិបាកដែលជាបឋមជាតែនៅក្នុងភូមិហ្នឹងចិត្តដែលត្រូវតាំងនៅក្នុងទីហ្នឹងគឺមានតែប៉ុណ្្នឹងឯ39អត់លើសពីហ្នឹងទៀតទេអត់មានលើសអំពី39ហ្នឹងទេអញ្ចឹងយើងបានពរនាឃើញថាបុគ្គលដែលទៅបដិសន្ធិនៅក្នុងព្រហ្មលោកហ្នឹងក៏មានចិត្តហ្នឹងត្រូវកំណត់ដែរពេលដែលយើងមិនបានសិក្សាយើងមិនដឹងថានៅក្នុងព្រំនោះមានចិត្តម៉ែនពីដំបូងយើងអត់ដែលបានដឹងទេដល់ពេលយើងមកពរនាយើងមកសម្ដែងប្រាប់ចឹងទៅធ្វើឲ្យយើងបានដឹងថាក្នុងអត្តភាពនៃព្រំហ្នឹងក៏មានចិត្តដែលត្រូវកើតឡើងហ្នឹងមានដែរអញ្ចឹងវាលេងតែវាលេងតែអសញ្ញសតៈហ្នឹងអត់មានចិត្តទេមានត្រឹមតែរូបហ្នឹងឯងក្រៅអំពីរូបអត់មានទេអញ្ចឹងណាមានត្រឹមតែរូបមួយហ្នឹងឯងនៅក្នុងនាមវត្ថុអីអត់កើតឡើងនៅក្នុងទីហ្នឹងនេះក៏ជាការពរនាអំពីមេរៀនយើងម្សិលមិញសង្ឃឹមទៅចាប់បានណារឿងយល់អត់អញ្ចឹងអ្វីដែលយើងបានសិក្សានេះក៏ជាការឆ្លោះបញ្ចាំងនៅមេរៀនរបស់យើងខ្លះដូចជាការលើកមកវិញឲ្យយើងនឹងមានស្មារតីនៅក្នុងការចងចាំនឹងឯងទោះជាវាមិនតាន់បានឃើញនៅក្នុងសភាវៈធម៌ហើយសភាវៈធម៌នៅក្នុងឈានហ្នឹងយើងអត់តាន់បានផលត្រូវដោយសារតែយើងនឹងមិនតាន់បដិបត្តិមិនតាន់បានបដិបត្តិទៅដល់បើយើងបដិបត្តិចាស់កណាសំស៊ូមក៏ស៊ូមខ្ញុំព្រមនឹងជាបឋិជនដែរចាគុណចាស់ព្រមនឹងជាបឋិជនបានទេតាខ្ញុំដូចអីដូចនៅក្នុងទេហេតុកាអញ្ចឹងខ្ញុំមើលនៅក្នុងលោភៈហ្នឹងលោភៈទៅកើតនៅក្នុងទីហ្នឹងបឋិជនឬក៏ខ្ញុំព្រះរាជបុគ្គលអញ្ចឹងលោភៈមោហៈឯណាអញ្ចឹងយើងមើលចំនួនចិត្តហ្នឹងបានខ្ញុំចិត្ត39ហ្នឹងគឺជាចិត្តអីខ្លះខ្ញុំមានលោភៈអត់មានលោភៈទេខ្ញុំមានតើមានលោភៈតើខ្ញុំយើងមើល30លោភៈ8ដួងលោភៈ8ដួងណាមោហៈ2ដួងអញ្ចឹងខ្ញុំឃើញតែលោភៈហើយជាបឋិជនឬក៏ជាព្រះរាជបុគ្គលខ្ញុំអញ្ចឹងបឋិជនក៏មានដែរហ្នឹងហើយអញ្ចឹងអរគុណសាធុខ្ញុំយើងមើលតែយើងមើលតែពីសភាវៈនៃចិត្តហ្នឹងបើចិត្តហ្នឹងមានលោភៈហើយគេប្រកាសថាបើចិត្តនឹងមានអកុសលហើយគឺថាខ្ញុំកណាជាព្រះរាជបុគ្គលតែនិយាយថាព្រះរាជបុគ្គលណាបើលោភៈមានទាំងអស់អញ្ចឹងទោសៈមានទាំងអស់ចឹងដល់ពេលយើងអាចពោលបានតែទៅតាមសភាវៈធម៌របស់ព្រះសម្មាសម្ពុទ្ធអត់ទៅរួចអញ្ចឹងយល់អត់អាហ្នឹងអ្នកដែលគេពោលថាខ្ញុំកណាជាព្រះអរហន្តជាសោតាជាសកតាតែដល់ពេលឃើញការបដិបត្តិហ្នឹងសោតាសកតាណាបើវាយមូសសម្លាប់មូសចឹងសម្លាប់សម្ោចសម្លាប់អីចឹងវាចូលនៅក្នុងការ
mình trâu từ tan sự phía về rồi bắp bia sập nhá rồi bắp sự phía về rồi bắp sao tan sạc cái tia thì chẳng hạn á bây giờ sao tan sạc cái tia cứ chỉ nè đây mình miên ca biệt biệt nào ấy nhá nào ở dụ chỉ vật rồi bắp kia sớm bay từ sạc nâng tôi cái đây nhá có kia nâng mình miên ca biệt biệt này nhá đôi vậy nè đôi bật thề ra mà on mua chạ có ba là thề ra nhá bạn đắng á nè chạ có ba là thề ra nâng lô miên ca khoa này từng cù nhá mua là hai đại lô ban khoa này từng cù nó vì muốn đô thọ vừa cám chỉ crupe nó đặt thân nam ở kia nó khoa nhá nè đã tham ở cái khóa mình mới tham ra nhá bởi sao thì nè đây một chia ba nắng pol mà nó pol trẻ pol cho nhá mình được bốn thằng bao lô mình nhá nè crupe nó mình nè bà mình cha nè ai mơ này ở trong nó chia từng cu bán nhom từng pi nắng xôm bầm ra nhá xôm bầm ra crupe nó mùi chỉ vận hay đó là pe cái đã tham ở chia rồi hái bọc nhá mà để dây tháp này nâng can từ ngợt tới là pe lương chứng nó chết khăng này nhá chui ở kia nâng can tại lõ đó là pe cái này dây trắng hay cho mày để nhá crupe nó có đã tham nó ở can này nhá ở can để khóa lư đàmอย่างthì từ nhá chẳng á miền sự thiệp đã ở cái chia đó là pe cái chia hay cái này dây mình trăng rồi nhá mình trăng nơi chỉ môi mình trăng bầm rá đó sự thiệp trăng tới chạy cả ba là thì đã có bàn to được nông tin đang từ đã tham nó ở can để khóa thép đai trên tờ bản hay đó là pe ba bạc cam nó lô có từ tuôn là bị bạc cam nó pe đại lô banสำหรับจะเปลี่ยนร้อนในตั้งกูระบาดโลกก็ขวาได้ยังจังอ่ะขนมกันน่ะได้ขวาในนั้นกันละโลกนั้นก็อ้อในขนมเป็นอะไรจังอ่ะจังก็โลกเมียงกาขวาในตั้งกูหนึ่งไอ้ตอนเราเป็นไงมวยอาการอากาศยังเนี่ยวิโคได้เติมเอาทำไมนั้นโจรมองให้เมย์ได้กับปนแต่เพลียงมั้ยเมย์เดียงเพลียงรู้ใช้ธรรมดายังแต่เมย์เพลียงให้เมย์เพลียงนี่ไปเจนมาเป็นยังอย่างนั้นไม่เปลี่ยนไปเจนมาให้โลกกับบ้านดาวจึงกรอมนึกโลกเหมือนบ้านมือยุ้มโลกขวาในตึงกูเราไปดาวเตอร์เวียนเมียนกาจันสัตยุ้มจันสัตสลับตึงอ่อนนั่งไงให้บิโคอาการอากาศได้โลกเติมมาทำไมโลกเคยเนาะนั่นบิโคนี่เจียบิโคมันล้อยุ้มเจียบิโคมันล้อเมียนขาดดาวเตอร์จันสัตสลับนั่นสำหรับสัตว์ในเสียยุ้มบ้านแต่จูบมันเป็นสมาสามปดก็ปองสำได้แต่ยุ้มบททากดนะยุ้มเปลี่ยนแต่บททากดนั่นคืออันเมียนกาแบบเปิดเฟื่องในขนมไฮนั่นแต่ยุ้มยังไงจึงจับลำปีศาจตาสักเตียนั้นสัตว์จะบทระบาดสมาสามปดได้บทได้เมียนเนี่ยเมียนสืบเพียบตามมันไอแบบเปิดเฟื่องในขนมก็ซอยยุ้มในขนมตีกับบังหรือก็ในขนมอะไรยุ้มในขนมจุ่มปวดมุกก็อันเฟื่องได้สำหรับแต่บทกวดได้เจียซาตาให้เลยยุ้มเลยเฟื่องในกามได้เจียกามมันหล่อนั่นเจียกับบังมุกได้จุ่มปวดมุกได้ก็อันเฟื่องได้อันนั้นจังยี่เป็นเรื่องสเปียแต่บางคนได้เจอสาวตานั่นคือแบบประเทศได้มันมีการเบียดเบียนในสัตว์ในเตยยับจังอ่ะไอ้ดอลลาร์เป็นเนี่ยคลาประกาศแต่ครัวในบ้านเจอสาวตาแต่ในแต่มีการเบียดเบียนในอยู่ชีวิตระบาดเก๋วิอัตราแต่ตามสเปียเวทโทได้ยังมันศึกษาเตยจังยับจังยังดังปีสาวตาสักเตียนั่นคือโลกบ้านเลี้ยบางให้หนึ่งทีหนึ่งจังจัดยับจัดได้การล้างเนี่ยการล้างมันบ้านมีจำนวนประมาณมีจำนวน50ดวงยับจังสเปียในขนมมาสามัญจัดได้การล้างบ้านซานสปมบูรณ์แต่ในขนมตีนี้จัดได้มันการล้างในขนมไหนในขนมภูมิยับในขนมปฐมเชียนตัวแต่ตัวเชียนนั้นจากตัวเชียนนั้นคือมีจำนวน50บ้าน50ดวงจังมีโตสะปีดวงยับมีโตสะปีดวงในขนมเขียนยับเขียนวิญญาณchi và hà nó chi và hà cài nhé cài nó buồn đùa nhắm ở cả là ngày nhắm chi và hà viญญาณ cài cho viญญาณnày là ngày nhắm mình nói kia là viญญาณ chi và hà viญญาณ cài cho viญญาณ nó buồn đùa nó âm biên trong prom này bay đùa nó nhắmในขนมtừng bay nóรวมถึงออฟวิบานประมูลnhắm 50ต่อ8เตะมวยดวงก็อ่อนเมียนnhắmมา5วิบานก็เจ็ดบ่ใบดวงก็อ่อนเมียนในขนมปรมได้nhắmจังยังโปรเนียในขนมตีนี้จัดได้มันอายประเปิดในขนมปรมมันมีจำนวน50ดวงนั้นบ้านดอยจัดหนักเลยnhắmในขนมโตสะมูลจัดปีดวงอ่อนเมียนnhắm chi và hàวิญญาณkhi làวิญญาณ chi và hàวิญญาณ กายจะวิญญาณประมวยดวงนี่อ่อนเมียน50ต่อ8เตะจัดมวยดวงก่อนเมียนมา5วิบากก็จัด8ดวงก่อนเมียนมา5เกระยาจัด8ดวงก่อนเมียนnhắmในขนมมา5กะตะวิบากก็จัด8ดวงก่อนเมียนได้จะnhắmมา5กะตะเกระยาจัด9ดวงก่อนเมียนnhắmจะนี่มา5กะตะจังอ่ะมา5กะตะวิบากmấy comment từ phòng bài nhắm chẳng hạn nó mà cái thằng bị bạn trao phòng bài nhắm đọ mùi chẳng mà cái thằng bị bạn nó trao miên từ phòng bài này ảnh đọ chơi nhau mỗi đọ tham ở chiên nhưng này đơn tin này nhắm hay nơi khăn ấy nơi khăn nóng lô cột tara nhắm lô cột tara nơi khăn tin nó miên sập hiện cho mày nhắm lô cột tara nó phòng bài ảnh miên này chẳng chừng khơi nhắm pi chặt để trao ca nơi khăn tin này nhắm chặt để mình ca nơi khăn tin nó vô là nhắm
nếu vì mình ai xoay được cái nông prom mà nhóm prom được cái nông tí năng nếu còn là dương bàn poro này chắc được cái nông prom này nhóm prom được cái nông bọc cô được nông tu tự trên là phum tu tự trên là phum miền mà nhóm miền bay phum miền nhóm tu tự trên là phum miền bay phum miền ấy kla được cái nông ca màu ở đây sản thị được cái nông tí này nhóm chẳng phum từ mà nhóm phum từ sam sắp nữa bàn sắc xa rồi nhóm nơi cái năm phum từ sam sắp nữa bàn sắc xa rồi anh ấy đắng á miền ấy miền là bài chụp phum buồn á nằm ở nơi môi tê bờ đa bờ mát tê bờ đa bờ môi tròn ở chân tới nhóm prom là bờ môi tròn chân tới á hay nơi cái nắng rụp bờ prom nó miền buồn tròn chân sập từng óc về bán sam sắp môi phum chân nhóm hay nơi cái nắng tu từ giờ trên là phum bay ní nhóm miền chặt để trao cả lá bàn trăm từ sai sập mát sai sập đùa nữa ấy nhóm nè khơi nhầm pi chặt để trao cả nơi nông tin ní bàn trăm từ sai sập đùa nữa ấy nhóm chẳng chân lốp hè á lốp hè nơi nông tin ní miền mà nhóm lốp hè mua là chặt nó miền bay đuồng chơi nhóm hay nơi cái nông tô xạ mua là chặt đấy màu hạ mua là chặt nó miền pi đuông hết tất cả nhóm hết tất cả chặt nó miền trăm tự đạp mùi đuồng chân đỏ tràn mình tên nhóm hay nơi cái nông mà ha có sao là chết bay đuông mà hạ nó mà hạ cả tạ có sao là chết buồn đuông tu từ giờ chiên nhóm tu từ giờ chiên là bị bã miền tầm mùi đuồng chơi nhóm ta từ giờ chiên là bị bã nó có miền mùi đuồng chẳng sập từng o tới ban mán khi nó sai sập từ nhóm ban ta sai sập đi nơi cái nông ca bờ tư rồi bó này nhóm rồi bó tu từ giờ chiên là phúng bậc cô đại ban phải để sản thị được trong tí nắng chất để trâu cả láng chất để miền được trong tí nắng cứ miền chấm luôn phần đằng hai nhóc trong sừng khơm ta nhom ai chạm bà đó nhóc vô làm pi ca mau phải để sản thị được bao prom một lô nhóc kho hầm pi ấy kho hầm pi mình nuôi sườn lô hay nên tê về lô chẳng á này miền ca chấm luôn nếu con chỉ ca po làm pi chấm luôn được bao chất nhóc chất từng áo miền mà rồi mà phải mùi đuống tại chất để trâu cả láng được trong tí nắng việc ăn cướp mà rồi mà phải mùi đuống nhóc rồi còn miền này nhóc miền chấm luôn bay sẽ bầm buồn đuống đấy còn ăn cướp bay sẽ bầm buồn đuống này chẳng nhóc chứ bạnยังđang thay chất từng nó biết mình ai cao được cái nông phum nhóc chất từng bay sẽ bầm buồn đuống mình ai cao được cái nông phum ban từng tê vô lên nhóc chất được cái nông từng để chia bay sẽ bầm buồn đuống nó mình ai mà cao được nhóc bị trai tại cao class chẳng nhóc dương đang á sớm bay tại luôn dương này nhóc chia vào thay cho nó có miền ấy miền mà hai kia để ra chất đấy nhóc chất sầm rạp để rồi họ nó miền mà nó chỉ mua dương bán này mà hai kia để ra chất đó miền chấm po dương chia vào thay cho nó miền này kìa chứng chất từng mà rồi mà phải mỗi đứa nó bị miền chấm po bạc cốt này nhóc nè tại bạc cốt đây chỉ nè miền chia sao tá miền chấm luôn chất xe nhóc sao tá sai cái tiền chắc cái sập từng tha chất từng bị miền bay sẽ bùng bùng đúng bao nhiêu bay chai chân chia bạc cốt bay chai chân chia bạc cốt khóc này nhóc nè bạc cốt là nó có miền chấm luôn chất nó miền chấm luôn tê chẳng miền trà đấy từ tam cầm rạch nó năng tiền năng tay tam phum mà nhóc phum na miền chấm luôn chấtประมาณhay bạc cốt nóត្រូវប្រទេសសន្ធិនៅក្នុងភូមិហ្នឹងបានតែចិត្តប្រមាណហើយយើងមើលចិត្តដែលมันកើតឡើងញ៉ឹមចិត្តដែលมันកើតឡើងនៅក្នុងទីនោះមានប្រមាណមាន49ញ៉ឹម49ដួងគឺអីតោសៈមូលចិត្ត2ដួងខៀនវិញ្ញាណហ្នឹងខៀនវិញ្ញាណជីវហវិញ្ញាណហ្នឹងកាយវិញ្ញាណហ្នឹង6ដួងចឹងញ៉ឹមណាខៀនវិញ្ញាណ2ដួងជីវហវិញ្ញាណ2ដួងកាយវិញ្ញាណ2ដួងស្រាប់ទាំងអស់វាបាន6ដួងញ៉ឹមហសិតបាតិចិត្តមួយទៀតទៅបានបាន7អញ្ចឹងញ៉ឹមមហាអីញ៉ឹមមហាកុសលនេះញ៉ឹមណាមហាវិបាកចិត្ត8ដួងអត់មានទេមហាកេរ្យាចិត្តញ៉ឹមណាអញ្ចឹងណាមហាកេរ្យាចិត្ត8ដួងអត់មានមហាកតៈញ៉ឹមមហាកតៈវិបាកចិត្តហ្នឹងណាមហាកតៈវិបាកចិត្តមានត្រឹម7ទេហើយមហាកតៈកេរ្យាចិត្តមាន9ហើយលោកតរៈចិត្ត8ហ្នឹងគឺអត់មានអញ្ចឹងគាត់តែជាការពរនីអំពីចិត្តដែលมันគួរកើតនៅក្នុងទីហ្នឹងញ៉ឹមឲ្យឃើញថាចិត្តហ្នឹងវាមិនអាចកើតនៅក្នុងទីហ្នឹងបានមានចំនួនប៉ុណ្ណាយើងអាចចាប់បានទាំងអស់គ្នាញ៉ឹមស្គាល់ពេលហ្នឹងណានេះក៏ជាការពរនីឲ្យយើងបានឃើញអំពីនៃចិត្តដែលត្រូវកើតឡើងនៅក្នុងទីហ្នឹងអញ្ចឹងញ៉ឹមយ៉ាងម៉េចដែរញ៉ឹមឃើញអំពីសភាពនៅក្នុងធម៌ដែលយើងកំពុងតែសិក្សានេះកាន់តែទូលំទូលាយចឹងនៅក្នុងអីនៅក្នុងអរូបអរូបព្រំបុគ្គលក្នុងអាកាសានញ្ចាយតនភូមិចឹងនៅក្នុងអរូបព្រំហ្នឹងគឺជាព្រំដែលមានអីព្រំមានតែនាមអត់មានរូបទេពាក្យថាអរូបហ្នឹងគឺជាព្រំដែលអត់មានរូបទេអត់មានរូបធម៌ដែលត្រូវអាស្រ័យទេហើយសួរទៅបើអត់មានរូបធម៌ហ្នឹងទៅនៅក្នុងទីនោះបានបានទេតាអញ្ចឹងណាយើងគិតថាអត់មានរូបអត់មានរូបក៏អាចប្រព្រឹត្តទៅបានទីតាំងដែល
មានការប្រព្រឹត្តនៅក្នុងទីហ្នឹងណាមិនមែនចេះតែខ្ញុំដោយសារតែបុគ្គលនៅណាយពីរូបពេកខ្ញុំនៅណាយពីចរិយានៅណាយពីរោគពេកចឹងក៏មិនចង់ឲ្យមានរូបឯខ្ញុំដូចយើងនៅណាយពីការចាស់ពីចរិយាអញ្ចឹងទៅនៅឃើញអញ្ចឹងក៏មិនចង់ឲ្យមានរូបឯខ្ញុំអញ្ចឹងមានអីមានចិត្តកើតបានហ្នឹងប្រហែលហ្នឹង24ដួងឃើញចិត្តដែលត្រូវកើតនៅក្នុងទីហ្នឹងបាន24ដួងទេគឺលោភៈមូលចិត្ត8ដួងមោហៈមូលចិត្ត2ដួងអញ្ចឹងខ្ញុំនៅក្នុងấyមโนទ្វារវចនៈចិត្ត1ដួងមហាកុសលខ្ញុំមហាកុសលចិត្ត8ដួងរូបាវចរៈកុសលណាកុសលចិត្ត4ដួងខ្ញុំអាការសានញ្ចាយតនៈវិបាកចិត្ត1ដួងអញ្ចឹងចិត្តដែលត្រូវកើតនៅក្នុងទីហ្នឹងចិត្តដែលត្រូវកើតនៅក្នុងទីហ្នឹងបានត្រឹមតែប្រមាណខ្ញុំបានត្រឹមតែ20ប្រមាណដួងខ្ញុំតែ24ដួងហ្នឹងឯងអញ្ចឹងជាងឃើញអំពីចិត្តដែលត្រូវកើតនៅក្នុងទីហ្នឹងបានត្រឹមតែប៉ុណ្្នឹងឯងចំនួននៃចិត្តដែលការប្រព្រឹត្តទៅកើតឡើងចំពោះអរូបអរូបព្រំបុគ្គលអញ្ចឹងអញ្ចឹងហើយចិត្តដែលមិនកើតឡើងមានប្រមាណមានដល់60ប្រមាណ65ដួងបានដល់អីទៅតោសមូលចិត្ត2ដួងអញ្ចឹងអហេតុកចិត្ត18ដួងមហាវិបាកចិត្ត8ដួងហើយមហាកិរិយាចិត្តប្រមាណមហាកិរិយាចិត្តហ្នឹង8ដួងខ្ញុំរូបាវចរៈរូបាវចរៈចិត្តហ្នឹងមានប្រមាណមាន15ដួងអរូបាវចរៈវិបាកចិត្តហ្នឹងមានប៉ុន្មានអរូបាវចរៈវិបាកចិត្តមាន3ដួងអញ្ចឹងណាអរូបាវចរៈកិរិយាចិត្តមាន4ដួងលោកុត្តរចិត្ត8ដួងអញ្ចឹងយើងអាចដឹងថានៅក្នុងភូមិហ្នឹងចិត្តដែលត្រូវកើតឡើងមានប្រមាណយើងអាចចំណាំខ្លួនឯងអត់យើងបើយើងមិនបានចំណាំមិនបានស្គាល់ទេយើងគិតថាចិត្តហ្នឹងមិនអញ្ចឹងព្រោះទីកន្លែងដូចយើងអាស្រ័យនៅក្នុងកាមភូមិដូចយើងអាស្រ័យនៅក្នុងកាមភូមិចិត្តដែលត្រូវកើតជាមួយយើងរាល់ថ្ងៃមានប្រមាណយើងឲ្យដឹងខ្លួនថាភូមិនីមួយចិត្តមិនអាចកើតឡើងបានគ្រប់121ដួងទេអញ្ចឹងមូលហេតុចិត្តដែលត្រូវកើតឡើងគ្រប់121ដួងមិនអត់ទេអត់បានទាំងអស់ទេវាបានខ្លះនៅក្នុងទីនេះតែបើយើងសរុបទាំងអស់ទៅវាបាន121ដួងចិត្តនោះតែសម្រាប់នៅក្នុងទីឋានដែលត្រូវកើតឡើងនឹងវាអត់គ្រប់ទេអញ្ចឹងយើងយល់ហើយពេលដែលយើងសិក្សាថាសិក្សាតែចិត្តទាំងអស់វាមាន121ដួងហើយដល់ពេលយើងមកបែងចែកទៅមិនអត់គ្រប់121ដួងភូមិខ្លះវាមានចំនួនចិត្តនឹងមិនដូចគ្នាទេអញ្ចឹងភូមិខ្លះវាអាចប្រព្រឹត្តទៅដូចគ្នាបានអានេះក៏ជាការលើកសម្ដែងឲ្យយើងនឹងបានដឹងបានស្គាល់មិនមែនយើងគិតថាការសិក្សារបស់យើងឃើញបែងចែកមកចិត្តនឹងវារហូតដល់121ដួងឬក៏89ដួងហើយដល់ពេលយើងពោលទៅតាមបុគ្គលពោលទៅតាមបុគ្គលហើយឬក៏តាមភូមិនីមួយបុគ្គលដែលមកបដិសន្ធិនៅក្នុងទីហ្នឹងមានចំនួនផ្សេងអំពីផ្សេងអំពីទីកន្លែងហ្នឹងទៅនេះណាអញ្ចឹងអ្វីដែលយើងបានសិក្សាយើងគ្រាន់តែជាការសិក្សាពរនីទៅតាមការសិក្សារបស់យើងហ្នឹងឯងអញ្ចឹងយើងមិនអាចកំណត់ថាឲ្យចិត្តនឹងស្មើឲ្យចិត្តនឹងដូចគ្នាអត់ទេទៅតាមអំណាចនៅក្នុងទីហ្នឹងហើយនឹងយើងមើលយើងមើលឃើញអំពីសភាពបន្តទៅទៀតខាងមកអរូបនេះអរូបព្រំបុគ្គលក្នុងវិញ្ញាណញ្ចាយតនភូមិអញ្ចឹងនៅក្នុងអីនៅក្នុងអរូបព្រំអរូបព្រំបុគ្គលនៅក្នុងវិញ្ញាណញ្ចាយតនភូមិមានសភាពយ៉ាងម៉េចដែរមានចិត្តកើតឡើងបានប្រមាណបានត្រឹមតែ23ដួងអញ្ចឹងវាខុសនេះខុសអំពីអីខុសអំពីអាកាសានញ្ចាដល់ពេលវិញ្ញាណនេះវាចាប់ដើមមានការដកចេញនៅសល់ត្រឹមតែប្រមាណសល់ត្រឹមតែ23ទេដកចេញអស់មួយទៅនៅក្នុងទីនេះអញ្ចឹងក៏ជាការពរនីឲ្យយើងឃើញថាម៉េចក៏ចិត្តនឹងត្រូវតែខ្វះខាតទៅដកទៅរហូតអញ្ចឹងព្រោះទីកន្លែងដែលត្រូវមកបដិសន្ធិទីហ្នឹងវាអត់ដូចគ្នាទាំងអស់ទេអញ្ចឹងអញ្ចឹងយើងឃើញអំពីចំនួននៃចិត្តថាម៉េចមាននៅក្នុងទីនេះបានដល់23ដួងលោភៈមូលចិត្ត8ដួងនៅទាំងអស់អញ្ចឹងលោភៈមូលចិត្ត8ដួងគឺនៅទាំងអស់ហើយទេមោហៈមូលចិត្ត2ដួងក៏នៅតែមានដែរអញ្ចឹងណាមโนទ្វារមโนទ្វារវចនៈចិត្តហ្នឹង1ដួងក៏មានដែរអញ្ចឹងហើយនៅក្នុងមហាកុសលចិត្ត8ដួងក៏មានអរូបាវចរៈកុសលអរូបាវចរៈកុសលចិត្តហ្នឹងមាន3ដួងវិញ្ញាណញ្ចាយតនវិបាកចិត្ត1ដួងអញ្ចឹងចិត្តដែលត្រូវកើតឡើងនឹងបានដល់ចិត្តណានេះក៏ជាការពរនីឲ្យយើងបានចំណាំបានស្គាល់ហើយទោះជាមិនបានសិក្សាក៏យើងឃើញនៅក្នុងទីនេះក៏ស្គាល់ដែរមូលហេតុđấyបានយើងអាចដឹងបានយើងធ្លាប់រៀនយើងធ្លាប់ដឹងមិនអាចចិត្តទៅកើតឡើងអញ្ចឹងចិត្តទាំងអស់នោះមិនអាចមកអាស្រ័យនៅក្នុងអរូបព្រំទាំងអស់ណាដូចនៅក្នុងពេលនេះយើងអត់មានចក្ខុណាអញ្ចឹងអត់មានចក្ខុយើងអាចឃើញរូបបើយើងអត់មានរូបមានអីមានចក្ខុសតខិណៈបើយើងអត់មានរូបដើម្បីឲ្យចក្ខុនឹងកើតឡើងយើងឃើញរូបបានយ៉ាងហ្នឹងអញ្ចឹងនៅក្នុងចក្ខុអត់កើតឡើងសតក៏កើតឡើងដែរមូលហេតុđấyបានកើតឡើងនៅក្នុងទីនេះដោយសារតែអត់មានរូប
អត់មានរូបហ្នឹងដើម្បីខ្ញុំដើម្បីឃើញដើម្បីលឺដើម្បីធំក្លិនហ្នឹងបានទេខ្ញុំណាបាសិកានេះសម្រាប់ខ្ញុំណាអញ្ចឹងណា កណា អត់ដល់ពេលយើងអត់មានរូបខ្ញុំចាក់ខូដើម្បីឃើញរូបទៀតមានអត់ខ្ញុំសោតតែដើម្បីលឺសំឡេងអត់មានទេខ្ញុំអញ្ចឹងដល់ពេល ណាដោយសារខ្ញុំដោយសារតែព្រមអត់មានរូបហ្នឹងដើម្បីឃើញរូបទៀតហ្នឹងដើម្បីលឺសំឡេងអត់លឺបានទេអញ្ចឹងដល់គេដកចិត្តនៅក្នុងទីហ្នឹងដោយសារតែទីហ្នឹងវាអត់មានរូបអញ្ចឹងវាត្រឹមត្រូវថាអត់បានអីអត់មានចក្ខុខ្ញុំចក្ខុដើម្បីឃើញរូបសតតែដើម្បីលឺសំឡេងទៀតខ្ញុំវាអត់មានអញ្ចឹងហើយត្រូវដកចិត្តនឹងចេញអញ្ចឹងចិត្តហ្នឹងវាអត់ត្រូវកើតនៅក្នុងទីហ្នឹងឯងមូលហេតុដែលដកចិត្តនឹងចេញដោយសារចិត្តហ្នឹងវាមិនអាចទៅកើតនៅក្នុងទីហ្នឹងបានខ្ញុំមានត្រឹមខ្ញុំមានត្រឹមតែមโนទ្វារវចនៈខ្ញុំអញ្ចឹងដែលមានការប្រព្រឹត្តទៅនៅក្នុងការដឹងទៅតាមផ្លូវចិត្តដឹងមានតែខ្ញុំតែមានសភាពដឹងទៅតាមផ្លូវភ្នែកតាមវិជាតាមច្រមុះតាមដាតាមកាយមានអត់មានទេអញ្ចឹងខ្ញុំអញ្ចឹង លោកម្ចាស់ ហ្នឹងហើយមានត្រឹមតែមโนទ្វារហ្នឹងហើយអញ្ចឹងខ្ញុំដែលមានការដឹងអារម្មណ៍ទៅតាមមโนទ្វារតែម្យ៉ាងទេតាមភ្នែកតាមវិជាតាមច្រមុះអត់មានដោយសារខ្ញុំដោយសារតែជាអរូបព្រំអញ្ចឹងបើមិនមែនជាអរូបព្រំទេយើងមិនអាចដឹងបានទេអញ្ចឹងអ្វីដែលយើងបានសិក្សានេះកាន់តែទូលំទូលាយកាន់តែដឹងកាន់តែស្គាល់នៅក្នុងទីហ្នឹងដល់ច្រើនបើយើងមិនបានសិក្សាយើងគិតថាធម៌ហ្នឹងដូចជាងាយស្រួលខ្ញុំអញ្ចឹងណាងាយស្រួលនៅក្នុងការដែលយើងគិតដល់ពេលយើងមកសិក្សាវាអត់ស្រួលដែរមិនក៏មិនមានចក្ខុមិនមានសតៈមិនមានឃានៈដោយសារតែទីហ្នឹងវាអត់មានរូបជាទីអាស្រ័យខ្ញុំដូចខ្ញុំយើងអាចយកយកសម្លៀកបំពាក់ហ្នឹងទៅហាលលើអាកាសបានខ្ញុំអញ្ចឹងអាចហាលលើអាកាសបានអត់ខ្ញុំគិតមើលខ្ញុំមូលហេតុខ្ញុំហ្នឹងហើយអត់រូបអញ្ចឹងណាអត់មានទេអត់មានទីតាំងដើម្បីតម្កល់អញ្ចឹងខ្ញុំវាអត់មានសម្រាប់អីតម្កល់ទេយើងអាចហាលទៅលើអាកាសមិនបានខ្ញុំយើងអាចទៅស៊ីបានខ្ញុំអញ្ចឹងយ៉ាងណាមិញបើអត់មានរូបហើយខ្ញុំឲ្យមានចក្ខុឲ្យមានសតៈហ្នឹងទៅអាស្រ័យនៅក្នុងវត្ថុនោះមិនកើតខ្ញុំអញ្ចឹងណាវាអត់ទៅរួចទេអត់មានការឃើញការលឺណាដោយសារតែរូបខ្ញុំរូបសន្តានហ្នឹងទីតាំងទីហ្នឹងវាអត់មានទីតាំងដើម្បីអីដើម្បីធ្វើឲ្យចក្ខុហ្នឹងទៅអាស្រ័យសតៈហ្នឹងទៅអាស្រ័យអញ្ចឹងហើយយ៉ាងណាមិញវាដូចខ្ញុំដូចជាអាកាសដែលលហលហេខ្ញុំយើងចង់ទៅប៉ះយើងចង់ទៅស្ទាបបានទេខ្ញុំអត់ទៀតអញ្ចឹងណាដល់ពេលយើងរៀនទៅអញ្ចឹងខ្ញុំរៀនទៅយើងដឹងថានឹងហៅថាអរូបព្រំណាព្រំដែលមិនមានរូបអញ្ចឹងហើយវាអត់ត្រូវមានចក្ខុអត់មានសតៈទេខ្ញុំដើម្បីដឹងនៅក្នុងទីហ្នឹងអញ្ចឹងចិត្តដែលមិនកើតឡើងនៅក្នុងទីនេះខ្ញុំអញ្ចឹងចិត្តដែលមានការមិនកើតឡើងនេះមានចំនួន66ដួងអញ្ចឹងណាកើតឡើងមិនបាន66ដួងគឺនៅក្នុងតោសៈមូលចិត្ត2ដួងខ្ញុំអហេតុកចិត្ត17ដួងចឹងខ្ញុំមហាវិបាកចិត្តនឹងប្រមាណ8ដួងខ្ញុំមហាកិរិយាចិត្តនឹង8ដួងអញ្ចឹងរូបាវចរៈចិត្តនឹង15ដួងខ្ញុំអាកាសអនញ្ញចេតនៈកុសលចិត្ត1ដួងអរូបាវចរៈណាអរូបាវចរៈវិបាកចិត្តនឹងតែ3ដួងឯងអញ្ចឹងខ្ញុំហើយនៅក្នុងឯទៀតនៅក្នុងអរូបាវចរៈខ្ញុំនេះអរូបាវចរៈកិរិយាចិត្តនឹង4ដួងលោកុត្តរចិត្ត8ដួងខ្ញុំអញ្ចឹងចិត្តដែលមិនអាចទៅកើតនៅក្នុងទីហ្នឹងមិនអាចមាននៅក្នុងទីហ្នឹងគឺមានចំនួន60ប្រមាណ66ដួងហ្នឹងយ៉ាងពិតប្រាកដហើយខ្ញុំអញ្ចឹងការសិក្សារបស់យើងហ្នឹងច្បាស់ហើយណាទោះជាយើងមិនបានយល់ទេក៏តែយើងថាចិត្តនេះមិនអាចកើតនៅក្នុងទីនោះខ្ញុំយើងជាណាំទៅខ្ញុំជាណាំថាចិត្តប៉ុណ្នេះមិនអាចកើតនៅក្នុងទីនោះហើយមានចំនួនប៉ុណ្ណេះប៉ុណ្ណោះអញ្ចឹងខ្ញុំហ្នឹងហើយចឹងអ្វីដែលយើងបានសិក្សាទៅយើងអាចពរនានៅក្នុងទីនោះបានហើយអរូបខ្ញុំអរូបព្រំបុគ្គលនៅក្នុងអីនៅក្នុងអកញ្ចញ្ញាយតនភូមិចឹងអកញ្ចញ្ញាយតនភូមិហ្នឹងមានចិត្តដែលកើតឡើងបានប្រហែលខ្ញុំបានត្រឹមតែ22ដួងទេអញ្ចឹងណាអញ្ចឹងចិត្តដែលមិនអាចកើតនៅក្នុងទីហ្នឹងមានប្រមាណអញ្ចឹងចិត្ត22ដួងនឹងបានដល់ចិត្តអីអញ្ចឹងយើងមើលទាំងអស់គ្នាមើលអំពីសភាពថាចិត្ត22ដួងហ្នឹងគឺនៅក្នុងលោភៈមូលចិត្ត8ដួងគឺមានទាំងអស់មោហៈមូលចិត្ត2ដួងគឺមានទាំងអស់អញ្ចឹងខ្ញុំមានហើយដល់ពេលមនោទ្វារវចនៈចិត្តហ្នឹងមាន1ដួងអញ្ចឹងយើងត្រូវដឹងថាចំនួននៃចិត្តហ្នឹងកើតនៅក្នុងអកញ្ចញ្ញាយតនភូមិហ្នឹងខ្ញុំភូមិនៅក្នុងអរូបព្រំហ្នឹងបានដល់ចិត្តប្រមាណដួងជាងជាណាំប៉ុណ្ណឹងទៅខ្ញុំតិចទេតិចមកខ្ញុំ22ដួងហ្នឹងយើងរាប់ទៅតិចមែនទេខ្ញុំតែយើងអីយើងទន្ទិញផងយើងមើលផងបានយើងចាំ
តិចមែនបើយើងមិនមើលទេយើងមិនអីយើងមិនមើលទេក៏អត់ចាំយើងមិនទៅសេក៏អត់ចាំដែរញោមមិនមែនថាតិចនឹងយើងអាចចាំបានដោយស្រួលទេញោមអញ្ចឹងណាវាអាចប្រព្រឹត្តទៅនៅក្នុងការមិនចាំហើយមហាកុសលហ្នឹងក៏មានមហាកុសលចិត្ត8ដួងក៏មានអាកាសានញ្ចាយតញោមអកិញ្ចញ្ញាយតនកុសលចិត្ត1ដួងញោមនៅក្នុងអកិញ្ចញ្ញាយតនវិបាកចិត្ត1ដួងញោមរូបឯនេវសញ្ញានេវសញ្ញានេសញ្ញាយតនកុសលចិត្ត1ដួងចឹងញោមអញ្ចឹងមានន័យថាចិត្តដែលកើតនៅក្នុងទីនេះបានត្រឹមតែ22ដួងឯងកាន់តែតិចទៅញោមតិចទៅរហូតដល់ធ្វើឲ្យយើងហ្នឹងកាន់តែដឹងហើយណាកាន់តែស្គាល់នៅក្នុងទីហ្នឹងរៀនទៅអញ្ចឹងញោមមិនមែនរៀនទៅយើងអត់ដឹងខ្ញុំដឹងតែវាអត់ចាំរឿងការចាំហ្នឹងវាមិនអាចធ្វើឲ្យយើងនឹងចាំបានទាំងអស់ខ្ញុំចឹងចិត្តដែលកើតមិនបានមានចំនួនប្រមាណខ្ញុំចិត្តដែលមិនអាចកើតឡើងនៅក្នុងទីហ្នឹងវាមានចំនួនណាមានណាចិត្តដែលមិនកើតបាននោះមាន67ដួងគឺនៅក្នុងទោសមូលចិត្ត2ដួងខ្ញុំអហេតុកៈចិត្តហ្នឹង17ដួងខ្ញុំមហាវិបាកចិត្ត8ដួងមហាកិរិយាចិត្ត8ដួងខ្ញុំរូបាវចរៈចិត្ត15ដួងអាកាសានញ្ចាយតនកុសលចិត្ត1ដួងវិញ្ញាណញ្ចាយតនកុសលចិត្ត1ដួងញោមហើយនៅក្នុងអរូបាវចរៈវិបាកចិត្តហ្នឹង3ដួងណាអញ្ចឹងណាហើយនៅក្នុងអរូបាវចរៈកិរិយាចិត្ត4ដួងលោកតរៈចិត្ត8ដួងអញ្ចឹងវាមានសភាពញោមដដែលនិយាយដដែលហ្នឹងឯងសួរថានិយាយដដែលដើម្បីញោមដើម្បីឲ្យយើងចំណាំទេញោមបើយើងមិនអីបើមិនបានទៅសេអញ្ចឹងទេមិនបានរៀបរាប់យើងមិនដឹងថាតើ67ដួងបានដល់ចិត្តណាញោមអញ្ចឹងណា67ដួងគេរៀបរាប់ប្រាប់ហ្នឹងដើម្បីឲ្យយើងនឹងចំណាំដើម្បីឲ្យយើងឃើញណាដល់គេមិនទៅសេទេគេមិនរៀបរាប់ទេថាមិនក៏មិនរៀបរាប់ដល់ពេលគេរៀបរាប់ឲ្យងាយស្រួលអញ្ចឹងទៅយើងក៏ងាយស្រួលចាំហើយក៏ងាយស្រួលយល់ដែរអញ្ចឹងណាកាន់តែយល់ហើយកាន់តែចូលចិត្តនៅក្នុងការសិក្សាអំពីពធរបស់យើងអញ្ចឹងហើយនៅក្នុងអរូបព្រំបុគ្គលក្នុងនេវសញ្ញានេសញ្ញាយតនភូមិខ្ញុំមានចិត្តដែលកើតឡើងបានត្រឹមតែ21ខ្ញុំតិចមែនទេតិចជាងគេនៅក្នុង21នឹងឯងគឺលោភៈមូលចិត្ត8ដួងអញ្ចឹងនៅក្នុងមោហៈមូលចិត្ត2ដួងមโนទ្វារាវចនៈចិត្ត1ដួងមហាកុសលចិត្ត8ដួងអញ្ចឹងហើយនៅក្នុងនេវសញ្ញានេសញ្ញាយតនកុសល1ដួងនេវសញ្ញានេសញ្ញាយតនវិបាកខ្ញុំវិបាកចិត្ត1ដួងអញ្ចឹងណាអញ្ចឹងយើងឃើញអំពីទីតាំងដែលត្រូវកើតនៅក្នុងទីហ្នឹងកន្លែងដែលត្រូវកើតនៅក្នុងទីនេះគឺមានចំនួនប៉ុណ្ណឹងហើយអញ្ចឹងអ្វីដែលយើងបានសិក្សាមកកាន់តែជំនាញខ្ញុំកាន់តែដឹងណាកាន់តែស្គាល់ជាងមុនហើយខ្ញុំសួរតែយើងដឹងហើយខ្ញុំដឹងប្រយោជន៍នៅក្នុងការដែលយើងនឹងបដិបត្តិកុំឲ្យខុសខ្ញុំណាពេលដែលចិត្តនឹងកើតឡើងទៅធ្វើឲ្យយើងនឹងអាចយល់អាចដឹងបានណាខ្ញុំកុំឲ្យយើងមានការសពេចសពិលថាម៉េចទៅនៅក្នុងទីហ្នឹងចង់និយាយពីអីចង់ពោលពីអីខ្ញុំធ្វើឲ្យយើងនឹងពិបាកនៅក្នុងការយល់បានអញ្ចឹងណាចឹងអ្វីដែលយើងបានសិក្សានេះពរនាមកទាំងអស់នេះក៏នៅចង់ឲ្យយើងនឹងឃើញអំពីទីតាំងរបស់ខ្ញុំរបស់បុគ្គលដែលត្រូវកើតនៅក្នុងទីហ្នឹងឯងហើយចិត្តទាំងអស់ហ្នឹងឯងខ្ញុំមិនមែនចេះតែត្រូវកើតសម្រាប់បុគ្គលទាំងអស់ទេខ្ញុំបុគ្គលទាំង12ពួកហ្នឹងមិនមែនចេះតែទៅកើតនៅក្នុងភូមិហ្នឹងមានចិត្តចំនួននៅក្នុងទីហ្នឹងខ្ញុំអញ្ចឹងភូមិខ្លះហ្នឹងវាមិនគួរនៅក្នុងការកើតឡើងដូចអីដូចនៅក្នុងចក្ខុសោតៈដែលយើងពោលអំពីអរូបខ្ញុំអរូបព្រំចក្ខុសោតៈខៀនជីវហាកាយខ្ញុំវាអត់មានខ្ញុំដោយសារតែអត់មានរូបដើម្បីជាទីអាស្រ័យដើម្បីមានរូបដើម្បីឃើញដើម្បីលឺដើម្បីធំក្លិនវាអត់មានអញ្ចឹងចិត្តដែលគួរកើតនៅក្នុងទីនោះវាអត់មានទេឃើញអត់អញ្ចឹងគាត់យើងពរនាទៅឲ្យឃើញថាមិនក៏ចិត្តនោះមិនត្រូវកើតខ្ញុំអញ្ចឹងយើងអាចពិចារណាខ្លួនខ្ញុំចុះចាំមិននៅក្នុងមហាកិរិយាចិត្តនោះមិនកើតជាមួយយើងខ្ញុំយើងមិនមែនជាបុគ្គលដែលជាសោតតាខ្ញុំដែលជាព្រះអរហន្តយើងជាបុថុជនហ្នឹងចិត្តដែលជាមហាកិរិយាអត់កើតឡើងចំពោះយើងទេដោយសារតែយើងមិនមែនជាព្រះអរហន្តហើយព្រះអរហន្តក៏អត់មានមហាកុសលមានត្រឹមតែមហាកិរិយាអញ្ចឹងយើងមិនអាចផ្លាស់ប្ដូរថាឲ្យព្រះអរហន្តនឹងត្រូវមានអីខ្ញុំត្រូវមានចិត្តជាមហាកុសលដូចយើងអត់ទៅរួចទេខ្ញុំមូលហេតុដោយសារបុគ្គលនឹងបានអីបានប្រហារបានលះហើយបានធ្វើវត្តដាក់នេះឲ្យអស់ទៅអញ្ចឹងដល់យើងបានសិក្សាយើងអាចព្រមទទួលថាអញ្ចឹងទៅខ្ញុំមិនមែនធ្វើអ្វីទៅតាមអ្វីយើងគិតថាឲ្យដូចអ្វីដែលយើងគិតអត់ទេខ្ញុំការគិតរបស់យើងវាអត់ដូចនៅក្នុងការដែលយើងរៀនទេខ្ញុំរៀនទៅឃើញដឹងហ่ะស្គាល់ជាងមុនទេខ្ញុំស្គាល់អំពីសភាពទាំងអស់ហ្នឹងយ៉ាងម៉េចដែរខ្ញុំមើលទៅនៅក្នុងការសិក្សារបស់យើងហ្នឹងកាន់តែជំនាញណាកាន់តែយល់រៀនទៅយល់រៀនទៅដឹងណាហើយដល់ពេលយើងបានចិនមិនដែរខ្ញុំហ្នឹង
មានចំណុចនៅចង់សាកសួរដែរខ្ញុំអញ្ចឹងណា លោកតាយកកន្លែងហ្នឹងយល់ច្បាស់ខ្លះ អូអញ្ចឹងនេះបើយើងមិនអាចខ្ញុំបើយើងមិនអាចទៀមទាថាសូមឲ្យចិត្តនឹងវាដូចនឹងយើងទាំងអស់ខ្ញុំអត់ទេខ្ញុំទៅតាមបុគ្គលខ្លះហ្នឹងលោកមិនមានចិត្តនឹងឲ្យកើតឡើងយើងបង្ខំឲ្យកើតឡើងយ៉ាងម៉េចដែរខ្ញុំដូចខ្ញុំដូចយើងអត់ចង់បាននៅរបស់គេចឹងខ្ញុំរបស់គេដែលថាយើងមានគ្រប់គ្រាន់អស់ហើយខ្ញុំដល់តែគេបង្ខំឲ្យយើងក៏មិនចង់យកដោយសារតែយើងវាអត់ចង់បានខ្ញុំអញ្ចឹងសភាពរបស់ព្រះអរហន្តទាំងឡាយដែលលោកមិនមានការចង់ខ្ញុំចង់បាននៅរបស់គេដែលគេមិនបានឲ្យអញ្ចឹងណាតែសភាពបុគ្គលខ្លះខ្ញុំគេមិនបាច់ចាំឲ្យទេខ្ញុំគាត់តែឃើញចង់បានរបស់គេណាលួចរបស់គេខ្ញុំអញ្ចឹងសភាពបុគ្គលមួយចំនួនខ្លះមិនបាច់ចាំមានការគេឲ្យទេគាត់តែឃើញរបស់គេភ្លាមមានការលួចការឆក់ការប្លន់ហ្នឹងដោយសារតែខ្លួនហ្នឹងនៅមានចិត្តដែលជាអកុសលតែសភាពនៅក្នុងព្រះអរហន្តអត់មានដូចយើងអញ្ចឹងទេខ្ញុំការប្រព្រឹត្តទៅរបស់លោកហ្នឹងគឺការកាត់ផ្ដាច់ហើយខ្ញុំអត់ត្រូវមានអកុសលហ្នឹងមកកើតឡើងមកបៀតបៀនចំពោះយើងធ្វើឲ្យយើងហ្នឹងកើតទៅជាសេចក្តីណាខ្ញុំសេចក្តីទុកបន្តទៀតទេខ្ញុំអញ្ចឹងឲ្យយើងដឹងថាព្រះអរហន្តវាឆ្ងាយចាកកលេសហ្នឹងដល់ឆ្ងាយមែនទេខ្ញុំមិនអាចត្រឡប់មកកើតឡើងវិញទេខ្ញុំតែសភាពយើងរាល់ថ្ងៃខ្ញុំយើងមានធម៌នឹងអត់យើងត្រូវកើតឡើងជាប្រចាំទេបាទសិកាចន្ទោណាអញ្ចឹងខ្ញុំធម៌ដែលត្រូវកើតឡើងជាមួយយើងនៅក្នុងលោភៈទោសៈហ្នឹងត្រូវកើតឡើងជាមួយយើងអត់មានជាប្រចាំមួយយើងខ្ញុំអញ្ចឹងខ្ញុំអូអញ្ចឹងណាអញ្ចឹងយើងឃើញដល់ពេលយើងមករៀនយើងដឹងខ្ញុំតែពេលយើងមិនរៀនយើងអត់ដែលដឹងអញ្ចឹងសភាពនៅក្នុងចិត្តខ្លះវាមានចំពោះយើងតែចំពោះព្រះអរហន្តនឹងត្រូវមានលោភៈត្រូវមានទោសៈឲ្យកើតឡើងចំពោះលោកអត់មានខ្ញុំបខំយ៉ាងម៉េចក៏ដោយគឺអត់កើតឡើងទេដោយសារតែលោកបានអីបានប្រហារហើយខ្ញុំបានជីករំលើងនៅអកុសលនឹងអស់រលីងហើយខ្ញុំអញ្ចឹងលោកនៅក្នុងខ្ញុំលោកមានការប្រព្រឹត្តទៅនៅក្នុងអីនៅក្នុងការរស់នៅដូចយើងតែមិនក៏លោកអត់មានលោភៈខ្ញុំដោយសារតែលោកបានកាត់ផ្ដាច់ហើយខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំដូចយើងបដិសន្ធិជាមនុស្សហើយអ្នកខ្លះគេក៏កើតខ្ញុំកើតរោគមហារីកដែរអញ្ចឹងមិនក៏យើងអត់កើតដូចគេខ្ញុំចន្ទធោណាគេកើតមហារីកមិនក៏យើងអត់កើតដែរយើងនៅជាមួយគេដែរខ្ញុំគិតមកខ្ញុំណាមិនក៏ខុសគ្នាចឹងខ្ញុំបាទសកាចន្ទធោហ្នឹងហើយហ្នឹងយើងគិតថាម៉េចទៅខ្ញុំអត់ថាដោយសារយើងណាថាយើងនៅជាមួយគ្នាយើងនៅអីមិនគឺគេកើតមហារីកយើងអត់កើតមហារីកខ្ញុំគេមានជំងឺឈឺច្រើនមិនក៏យើងអត់ឈឺខ្ញុំណាអញ្ចឹងណាមូលហេតុដោយសារតែយើងអីយើងមានការប្រព្រឹត្តទៅដោយល្អដោយកាយដោយវិចារអញ្ចឹងខ្ញុំហ្នឹងហើយអញ្ចឹងណាយើងគិតថាយើងនៅជាមួយគេទៅដល់ពេលយើងប្រព្រឹត្តល្អទៅតាមកាយតាមវិចារដូចជាព្រះអរហន្តទាំងឡាយខ្ញុំណាព្រះអរហន្តដែលនៅជាមួយបឋិជនតែខ្ញុំអញ្ចឹងតែសភាពលោកនឹងអត់មានអីអត់មានជាបុគ្គលបឋិជនទៅអីទៅប្រព្រឹត្តទៅតាមបឋិជនអីអាក្រក់ទៅតាមកាយតាមវិចារព្រះអរហន្តក៏លោកមិនបានទៅធ្វើដូចអីដោយបឋិជនឃើញអ្នកដែលប្រព្រឹត្តតាមកាយតាមវិចារអាក្រក់ទៅយ៉ាងម៉េចដែរខ្ញុំរមែងទទួលនៅបាបកម្មនឹងចឹងទៅខ្ញុំទទួលនៅសេចក្តីទឹកនឹងតែព្រះអរហន្តលោកបានជីករំលើនៅអកុសលនឹងហើយលោកមិនបានប្រព្រឹត្តធ្វើទៀតទេខ្ញុំណាអញ្ចឹងឃើញមូលហេតុឃើញខុសគ្នាខ្ញុំរស់នៅជាមួយគ្នាមែនតែកាយវិចាររបស់ព្រះអរហន្តហ្នឹងគឺថ្លាស្អាតដែរខ្ញុំអត់ដូចយើងទេខ្ញុំយើងដោយសារតែយើងនឹងឯងប្រព្រឹត្តនៅក្នុងការបៀតបៀនគេនឹងឯងបានទទួលនៅក្នុងរោគគាផ្សេងហ្នឹងត្រូវបៀតបៀនយើងយល់ខ្ញុំយល់នៅក្នុងទីហ្នឹងអត់យើងគិតថាព្រះអរហន្តទាំងឡាយនៅជាមួយយើងដែរមិនក៏លោកនៅមានការប្រព្រឹត្តទៅល្អដោយកាយដោយវិចារដោយសារតែលោកនឹងបានជីករំលើងនៃអកុសលផ្សេងហើយអញ្ចឹងខ្ញុំឲ្យយើងយល់អញ្ចឹងយើងមិនមែនជាតបៈដោយសារតែព្រះអរហន្តនឹងលោកប្រើប្រាស់ជីវរលោកបរិភោគអាហារលោកសឹងដូចយើងដែរសួរតែលោកនៅមានកលេសអត់ទេអញ្ចឹងឲ្យយើងយល់ឃើញអញ្ចឹងទៅយើងអត់ចេះប្រកាន់ទេខ្ញុំអត់ប្រកាន់អ្នកខ្លះប្រកាន់ថាព្រះអរហន្តប្រហែលជាមិនខុសពីយើងទេខ្ញុំវាមិនខុសមែនមិនខុសត្រង់ទៅថាលោកនឹងក៏ឆានដូចយើងខ្ញុំលោកក៏ប្រើប្រាស់នៅនៅរបស់ផ្សេងតែឲ្យលោកនឹងត្រូវប្រកាន់មមត្រូវហួងហែងនៅរបស់នឹងអត់មានទេខ្ញុំខុសត្រង់នឹងឯងខំត្រូវថាលោកអត់ត្រូវមានការហួងហែងត្រូវការជាប់ជំពាក់នៅរបស់នឹងទៀតណាលោកគាត់តែចេញឆាកឲ្យលោកអត់មានបត្រានៅក្នុងការកាន់យកនៅក្នុងវត្ថុនឹងទៅទៀតទេអញ្ចឹងខ្ញុំយ៉ាងម៉េចដែរខ្ញុំអាហ្នឹងគាត់ជាការប្រៀបធៀបណាខ្ញុំប្រៀបធៀបសម្រាប់ព្រះអរហន្តហ្នឹងអញ្ចឹងសភាពនៅក្នុងទីហ្នឹងយ៉ាងម៉េចដែរខ្ញុំការប្រៀបធៀបហ្នឹងឲ្យយើងយល់អត់ខ្ញុំចាំធោះយល់អត់ខ្ញុំបងយើងឃើញថាព្រះអរហន្តវានៅជាមួយយើងហ្នឹងរស់នៅធម្មតានោះដូចជាព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមិនតាន់ព្រះនិព្វានខ្ញុំមិនដែរប្រោះដល់សត្វទាំងឡាយហ្នឹងហើយសួរតែព្រះអង្គហ្នឹងជាប់ចម្ពាក់នៅអីនៅលៀបនៅយុះអត់
អត់ទេញ៉ឹមព្រះអង្គនោះចាប់អាវាសនៅក្នុងវត្តនីមួយៗព្រះអង្គមិនចេញចាអត់ទេញ៉ឹមឃើញអត់ឃើញព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមិនតាន់បរិនិព្វានហ្នឹងអញ្ចឹងណាក៏លោកនៅមានការប្រើប្រាស់ដូចតែយើងដែរហ្នឹងតែសភាពនៅក្នុងការហួងហែងចាប់ចម្ពាក់នឹងខុសគ្នាអញ្ចឹងចិត្តរបស់ព្រះអរហន្តនោះវាឆ្ងាយមែនទែនឆ្ងាយចាកពីកិលេសមែនទែនញ៉ឹមតែយើងជាបុត្រជនយ៉ាងម៉េចញ៉ឹមគៀកជាមួយកិលេសញ៉ឹមសង្ងំនៅជាមួយកិលេសពួនជាមួយកិលេសនឹងឯងអញ្ចឹងអត់ដឹងតែខ្លួនឯងនឹងសង្ងំនៅជាមួយកិលេសហើយពួនជាមួយកិលេសត្រេកអរជាមួយកិលេសនឹងឯងដែលនឹកឃើញអញ្ចឹងហ្នឹងហ្នឹងគាត់តែយើងពិចារណាអំពីសភាពនៅក្នុងទីហ្នឹងឲ្យយើងយល់ថាញ៉ឹមខុសគ្នាឆ្ងាយមែនទែនអញ្ចឹងណាបានរៀនគឺខុសអញ្ចឹងជាបាសិកាបុត្រកំលេញញ៉ឹមចូលរួមកម្មាទោសទី1ញ៉ឹមដើម្បីជាការបញ្ចប់នៅក្នុងទីនេះញ៉ឹមហ្នឹងហើយអញ្ចឹងញ៉ឹមបាសិកាបុត្រកំលេញអញ្ចឹងញ៉ឹមហ្នឹងចូលរួមកម្មាទោសទី1ញ៉ឹមចូលអញព្រះករុណាធ្វើឲ្យភ្លាំងផ្លាត់ឲ្យក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាអូសាធុសាធុ